សម្រាប់ចោតប្រកាន់បុគ្គលព័ត៌មាន3នាក់ពាក់ព័ន្ធនឹងករណីគម្រាមទារប្រាក់ជាថ្នូរនិងការមិនចុះផ្សាយព័ត៌មានខេត្តកំពតតំណាងអัยការអមសាលាដំបងខេត្តកំពតបានសម្រេចចោតប្រកាន់បុគ្គលអ្នកសារព័ត៌មានចំនួន3នាក់ពាក់ព័ន្ធនឹងករណីកំហែងយកគម្រាមទារប្រាក់នៅខេត្តកំពតកាលពីកាស៊ីណូខ្ញុំចំនួន$2000ជាថ្នូរនឹងការបញ្ចប់ការចុះផ្សាយព័ត៌មាននៅទីតាំងចាក់សម្រាមទីកន្លែងបង្ហូរទឹករបស់កាស៊ីណូខ្ញុំសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអัยការអមសាលាដំបងខេត្តកំពតដែលបណ្ដាញព័ត៌មានទទួលបាននៅថ្ងៃទី24ខែមីនាឆ្នាំ2025នេះបានបញ្ជាក់ថាជនសង្ស័យទាំង3នាក់រួមមានទី1ឈ្មោះទុនម៉ៅអាយុ41ឆ្នាំមុខរបរជាចៅហ្វាយសារព័ត៌មានកំពត Daily ទី2ឈ្មោះធីសុផលភេទស្រីអាយុ33ឆ្នាំមុខរបរវិធីការនីនិងជាចាំងវាំងព័ត៌មានអធិរាជសំឡេងចៅកំសត់ទី3ឈ្មោះខ្មៅមិថុនាអាយុ32ឆ្នាំមុខរបរលក់កាហ្វេនិងជាអ្នកនិពន្ធនាយកព័ត៌មានប៉ុត Daily ក្រោយពីតំណាងអัยការបានធ្វើការស៊ើបអង្កេតទៀងទាត់និងពិនិត្យភស្តុតាងព្រមទាំងបានស្ដាប់ចម្លើយជនសង្ស័យខាងលើតំណាងអัยការបានសម្រេចចោទប្រកាន់លើជនសង្ស័យចំនួន3នាក់ពីបទកំហែងយកនិងបញ្ជូនបន្តទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមច្បាប់